រឿងធំក្នុងគោលនឹងណាមហិច្ឆតាលោកម្ចាស់យើងមិនទាន់សម្រេចទេហាមធ្វើអីផ្ដេសផ្ដាសឲ្យសោះអស់លោកស្ងាត់សិនទៅតើអស់លោកយល់យ៉ាងណាដែរចំពោះការពិភាក្សាថ្ងៃនេះទូបង្គំយល់ស្របទូបង្គំយល់ស្របយន្តបញ្ឈូឯងច្បាស់ជាស្ដាយក្រោយមិនខាន32 33 34ខែនេះរកស៊ីមិនសូវដាច់សោះហ្មង35 36 37លោកគ្រូមានភ្ញៀវមកហើយគឺចៅឆាវតាហ៎មានភ្ញៀវមកអញ្ចឹងជារឿងល្អតាចាំសិនមើលចៅឆាវងាប់ហើយវើយនិយាយពីចៅឆាវគឺចៅឆាវមកដល់មែនហ្មងលោកគ្រូដឹងថាខ្ញុំមកទីនេះឬត្រូវហើយតែក្រោយពីដឹងថាឯងជាចៅឆាវមករឿងនេះវាមិនចម្លែកអីទៀតទេលើកនេះខ្ញុំមកទីនេះមានរឿងមួយចង់សុំការចង្អុលបង្ហាញពីលោកគ្រូបំរាមប្រព័ន្ធម្ចាស់ប្រព័ន្ធទម្លាយពីចុងបញ្ចប់នៃប្រវត្តិសាស្ត្រទូអង្គឲ្យគេដឹងប្រព័ន្ធឈួតឯងលេងល្បិចនេះទៀតហើយណោថាឯងចង់សួរអីនិយាយមកចុះលោកគ្រូខ្ញុំចង់លួចធ្វើឃាតតុងចោសូមលោកគ្រូជួយប្រាប់តើធ្វើយ៉ាងណាទើបអាចសម្រេចទៅបានលោកគ្រូខ្ញុំទៅជួយមើលជីឡុងហាត់លំពេងសិនហើយណាលោកគ្រូតុងចោក្តោបក្តាប់អំណាចក្នុងរាជវាំងទម្លាក់នឹងតែងតាំងស្ដេចតាមចិត្តមន្ត្រីទាំងឡាយមិនហ៊ានមាត់កសោះរាល់ថ្ងៃខ្ញុំឃើញវាដើរក្រអឺតក្រទុំពេញនឹងរាល់យប់ខ្ញុំឃើញវាសម្លាប់មន្ត្រីស្មោះត្រង់ស៊ឺធូវ៉ាងយិនមានដាវរតនផ្កាយ7មួយដើមមុតស្រួយគ្មានគូប្រៀបទេតុងចោមិនបានប្រុងប្រយ័ត្ននឹងខ្ញុំទេខ្ញុំមានឱកាសចូលក្បែរវាបានប្រសិនបើខ្ញុំអាចសម្លាប់វាបានចៅឆាវលួចធ្វើឃាតតុងចោនេះជារឿងដែលមានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រតើខ្ញុំគួរតែកែប្រែប្រវត្តិសាស្ត្រមួយនេះឬអត់ទៅចៅឆាវហេតុអីបានជាឯងចង់សម្លាប់តុងចោដើម្បីកម្ចាត់មារសត្រូវរបស់ផែនដីនេះមានតែប៉ុណ្្នឹងទេកាលនៅក្មេងធ្លាប់តាំងចិត្តធ្វើជាឧត្តមសេនីយ៍ចឹងស៊ីដើម្បីការពារព្រំដែនឲ្យនគរហៀនតែពេលនេះក្នុងរាជវាំងនគរហៀនបែរជាមានជនក្បត់ម្នាក់អង្គុយសង្កត់ក៏ស្ដេចទៅវិញទូទាំងនគរហៀនសម្បូរទៅដោយប្រជាជនដាច់ពោះស្លាប់ប្រជាជននគរហៀនដល់ថ្នាក់បដូរកូនគ្នាស៊ីទៅហើយបើខ្ញុំមិនធ្វើអ្វីសោះទេមួយជាតិនឹងចាត់ទុកថារស់ឥតន័យហើយមនុស្សម្នាក់នេះទោះប្រវត្តិសាស្ត្រវិតម្លៃគេយ៉ាងណាក៏ដោយយ៉ាងហោចណាស់នៅពេលនេះគេពិតជាចង់ធ្វើអ្វីមួយដើម្បីផែនដីមែនហ្មងខ្ញុំសួរឯងប៉ុន្មានសំណួរមើលសូមលោកគ្រូមានប្រសាសន៍មកចុះទី1បន្ទាប់ពីឯងសម្លាប់តុងចោហើយគិតយ៉ាងម៉េចទៀតតុងចោស្លាប់មែនតែតបសេស៊ីលៀង200000នាក់របស់វានៅតែមានតើលីពូលីជាគូស៊ឺចាងជីសុទ្ធតែនៅរស់ឯងសម្លាប់តុងចោទៅតើពួកវាព្រមសុខចិត្តងាយទេទី2ឯងសម្លាប់តុងចោហើយតើមន្ត្រីក្នុងវាំងគិតយ៉ាងម៉េចចំពោះឯងពេលនេះពួកវាអត់ហ៊ានមកទេព្រោះតុងចោយកដាវដាក់ពួកវានោះអីចុះពេលតុងចោស្លាប់ទៅវិញនោះទី3ឯងសម្លាប់តុងចោចុះគ្រួសារឯងគិតយ៉ាងម៉េចទៅលីពូខ្លាំងពូកែគ្មានគូប្រៀបទេបើគេដឹកនាំតបសេស៊ីលៀងមកសង្សឹកតើគ្រួសារឯងរត់រួចទេលោកគ្រូចង់មានន័យថាខ្ញុំមិនគួរតែសម្លាប់វាទេខ្ញុំអត់មាននិយាយថាឯងមិនគួរសម្លាប់វាឯណាអញ្ចឹងលោកគ្រូចង់មានន័យថាឯងចង់សម្លាប់តុងចោគឺដើម្បីផែនដីនេះតែបើឯងសម្លាប់វាហើយខ្លួនឯងក៏ត្រូវស្លាប់ដែរឬត្រូវតបសេស៊ីលៀងតាមសម្លាប់ចោលចុះផែនដីនេះអ្នកណាមកគ្រប់គ្រងទៅឯងត្រូវតែរស់មានតែមានជីវិតរស់ទេទើបអាចធ្វើរឿងបានច្រើនទៀតការសម្លាប់តុងចោគឺជារឿងមួយតែរឿងក្នុងផែនដីនេះវាមិនមែនមានតែមួយនឹងទេលោកគ្រូចង់មានន័យថាខ្ញុំមិនគួរចោះដៃទេខ្ញុំចង់មានន័យថាបើឯងចង់ចោះដៃត្រូវតែមានភាពជឿជាក់រឿងដែលគ្មានភាពជឿជាក់ធ្វើទៅគឺស្មើនឹងយកជីវិតទៅចោលនឹងឯងមិនខ្លាចស្លាប់ទេតែឯងត្រូវគិតមើលពេលឯងស្លាប់ទៅអ្នកណាមកបន្តរឿងដែលឯងធ្វើមិនទាន់ចប់នោះលោកគ្រូគិតថាខ្ញុំអាចធ្វើរឿងអ្វីបានសម្រេចទៅគេអាចធ្វើរឿងអ្វីបានសម្រេចទៅថ្ងៃមុខគេគឺជានិវាងជាស្ដេចត្រាញ់ដែលក្តោបក្តាប់1/3នៃផែនដីណាតែខ្ញុំនិយាយមិនបានទេខ្ញុំមិនដឹងថាឯងអាចធ្វើរឿងអ្វីបានសម្រេចទេតែខ្ញុំដឹងថាបើឯងស្លាប់ទៅគឺចប់គ្រប់យ៉ាងហើយធ្វើអីក៏លែងកើតដែរលោកគ្រូអរគុណច្រើនសំណាងហើយដែលបានលោកគ្រូជួយចង្អុលបង្ហាញទើបអាចទម្លុះដល់កម្រិតសេនមាសបានការព្រានប្រដៅរបស់លោកគ្រូចៅសូមចងចាំទុកក្នុងចិត្តជានិច្ចលោកគ្រូបើខ្ញុំចេញមុខខ្ញុំនឹងរស់ត្រឡប់មកផឹកតែវិញឲ្យបានអូខេខ្ញុំចាំឯងលោកគ្រូម្នាក់នេះមិនមែនជាមនុស្សធម្មតាទេខ្ញុំដឹងរឿងដែលគេត្រូវធ្វើគឺគ្រោះថ្នាក់ណាស់ខ្ញុំក៏ដឹងដែរក្បែរខ្លួនតុងចោមានលីពូតាមការពារព្រមទាំងលំពេងហ្វាំងធៀនដែលគ្មានអ្នកណាអាចប្រៀបបានលោកគ្រូមិនខត់គេទេអីមនុស្សខ្លះឯងកាន់តែខត់គេកាន់តែចង់ទៅជាងខត់គេប្រាប់គេឲ្យរស់ត្រឡប់មកវិញល្អជាង
លោកគ្រូគិតថាគេអាចរស់ត្រឡប់មកវិញបានទេបានលោកគ្រូមានជំនឿចិត្តលើគេម្លេះព្រោះគេគឺចៅម៉ុងទៅនឹងឯងអបអរសាទរម្ចាស់ប្រព័ន្ធដែលបានជួយចៅឆៅឲ្យយល់ដឹងនឹងទម្លុះកម្រិតកែប្រែប្រវត្តិសាស្ត្រទទួលបានពិន្ទុបុណ្យ 1000 ពិន្ទុនិយាយតែពី3ម៉ាត់បាន 1000 ពិន្ទុបាត់ហាអញ្ចឹងវាលឿនជាងមុនដែលត្រូវធ្វើការហត់ចង់ងាប់ដើម្បីរកលុយឆ្ងាយណាស់តាចុះបើខ្ញុំរាល់ថ្ងៃរកចៅឆៅនិយាយលេងហើយលួចទម្លាយសាច់រឿងប្រាប់គេបន្តិចនោះតើខ្ញុំមិនអាចសន្សំលុយគ្រប់ដើម្បីត្រឡប់ទៅផ្ទះវិញបានទេអីបំរាមប្រព័ន្ធតួអង្គម្នាក់អាចធ្វើឲ្យសកម្មបានតែម្ដងគត់ក្នុងមួយរដូវកាលហើយបច្ចុប្បន្នលោកមានពិន្ទុបុណ្យត្រឹមតែ 3100 ប៉ុណ្ណោះនៅខ្វះ 15900 ពិន្ទុទៀតទើបអាចដូរយកសម្បត្តិត្រឡប់ទៅផ្ទះវិញបាននៅយូរទៀតខ្ញុំចង់និយាយពាក្យនឹងយូរហើយចៅហ្វាយមានអីនិយាយមកនៅលូយ៉ាងនឹងមានរឿងធំកើតឡើងហើយតាចាងនេះលោកគ្រូមើលទៅនឹងដឹងហើយវ៉ាស់វើយចៅម៉ងទៅគាត់នៅតែហ៊ានទៅលួចសម្លាប់តុងចមែងម៉ងទៅមិនបានមកយឺតម្លេះសូមលោកម្ចាស់មេត្តាអភ័យទោសសេះខ្ញុំបាក់ខ្សោយទៅមកយឺតហាម៉ងទៅជាមន្ត្រីរាជការមិនឲ្យជីសេះកញ្ចាស់បានទៅវឹងសៀនទៅរើសេះល្អមួយក្បាលយកមកឲ្យម៉ងទៅបាទលោកឪពុកកុំឆេវឆាវពេកគាត់មើលឃើញណាម៉ងទៅឯងធ្វើអីហ្នឹងមិនអីទេចៅឆ្លាតណាស់គាត់ច្បាស់ជាប្រាប់ថាយកដាវមកថ្វាយមិនខានកុំភ័យខ្ញុំមិនដឹងថាឯងអាចធ្វើរឿងអីបានខ្លះទេតែខ្ញុំដឹងថាបើឯងស្លាប់គឺចប់រឿងហ្មងខ្ញុំបាទមានដាវទិព្វមួយដើមចង់យកមកថ្វាយហាដាវល្អតើម៉ងទៅពិតជាមានទឹកចិត្តមែនឲ្យតែលោកម្ចាស់ពេញចិត្តទៅបានហើយខ្ញុំបាទសុំទៅលបងជីសេះនោះសិនហើយទៅចុះលោកគ្រូហាក់ដូចជាដឹងមុនអញ្ចឹងថានឹងមានរឿងអីកើតឡើងខ្ញុំទីតាឃើញកាយវិការគាត់ខ្ញុំដឹងបាត់ទៅហើយឯងមើលរបៀបគាត់កាន់ដាវទៅច្បាស់ក្រឡាយថ្មតុងចច្បាស់ជាមើលឃើញហើយពេលនោះមានតែលេះយកដាវមកថ្វាយទេទើបអាចរួចខ្លួនបានគ្រាន់តែទីមែនហាសច្បាស់ជាទីហើយចុះឯងគិតថាអីវិញតាចាងលោកគិតថាចៅអាចរត់រួចអត់លោកគ្រូដឹងបាត់ទៅហើយតាមែនអត់សុំសួរមួយទីនេះជាតុបតែរបស់លោកគ្រូលីឆាងអានមែនទេបាទគឺខ្ញុំនឹងហើយមានគេពឹងឲ្យខ្ញុំយករបស់នេះមកឲ្យលោកចៅនិងពួកយើងសូមប្រកាសប្រាប់សពទីថាតុងចក្បត់រាជបល្ល័ង្កជិះជាន់រាជបំផ្លាញជាតិសាសន៍សម្រាប់ព្រះមហាក្សត្រវិជាជនពីលអមនុស្សធម៌សាងបាបកម្មរាប់មិនអស់ពេលនេះយើងទទួលរាជជំការសម្ងាត់ប្រមូលទ័ពអ្នកក្លាហានបដិញ្ញាបោះសម្អាតផែនដីកំចាត់ពួកក្បត់សង្សឹកជាតិសង្ឃឹមថាអ្នកក្លាហានទាំងអស់នឹងរួមដៃគ្នាការពីជំនុំសង្គ្រោះប្រជានេះជាសារប្រកាសកំចាត់តុងចគឺចៅជាអ្នកសរសេរត្រូវហើយគាត់ធានាអំគ្រប់សម្បត្តិទាំងអស់ដើម្បីប្រមូលទ័ពអំពីអំពីទីរួមគ្នាកំចាត់តុងចលោកគ្រូថាមានទីរួមអត់ច្បាស់ជាមានហើយមានទ័ពទាំង18ចំណុចស្រុកឯណោះមេតបទាំង18ចំណុចស្រុកវ៉ាស់វើយមាត់លឿនពេកហើយអញមេតបទាំង18គេសរសេរក្នុងសៀវភៅប្រវត្តិសាស្ត្រតើមិនបានជាអញជ្រុលមាត់និយាយចេញមកអញ្ចឹងខ្ញុំទីតាចៅជាមនុស្សឲ្យតម្លៃមិត្តភក្តិច្បាស់ជាមានគេចូលរួមច្រើនមិនខានលេខ18នឹងគ្រាន់តែនិយាយប្រៀបធៀបទេមានន័យថាច្រើននឹងណាលោកគ្រូទីឈុតមែនសូម្បីតែតួលេខ18ក៏លោកគ្រូអាចទីដឹងមុនដែរលោកគ្រូទីថាមានមេតប18ចំណុះស្រុកមែនទេអញ្ចឹងយើងបើកមើលទៅថាតើមានមេតបប៉ុន្មានអ្នកចូលរួមឲ្យប្រកាសតាចាងមើលការផ្សាយបន្តផ្ទាល់ទៀតហើយហ៎នេះគឺកងទ័ពទី1ហៅក្រុងឈីសៀងចៅហ្វាយស្រុកផៃយ៉នសៅទ័ព30000នាក់កងទ័ពទី2ឧត្តមសេនីយ៍ហៅជាងជុនចៅហ្វាយស្រុកណានយ៉ាងយ៉នស៊ូក៏មកដល់ដែរកងទ័ពទី3ចៅហ្វាយខេត្តជីជើហ៊ៀនហ្វូគ្រប់គ្រងទឹកដីជីជើដ៏មានអាជីរោះតបរឹងមាំស្បៀងបរិបូរជាមេតបដ៏មានឥទ្ធិពលបំផុតកងទ័ពទី4ចៅហ្វាយខេត្តជីជើខុងជើដឹកនាំទ័ពបានល្អិតល្អន់ការពីជីជើកងទ័ពសុទ្ធតែខ្លាំងពូកែជាកម្លាំងស្នូមិនអាចខ្វះបានកងទ័ពទី5ចៅហ្វាយខេត្តយានជើលីវតាយគ្រប់គ្រងយានជើកាន់កាប់ទ័ពធំអតចរិតមឹងម៉ាត់ជាមេតបស្មោះត្រង់ដែលងើបឡើងប្រឆាំងតុងចមុនគេកងទ័ពទី6ចៅហ្វាយស្រុកហ៊ឺនីវ៉ាងខួង
ការពារបន្ទាយហ៊ឺនីគ្រប់គ្រងតំបន់យុទ្ធសាស្ត្រតបក្លាហានមោះមុតជាសទ្រូងដ៏សំខាន់ប្រចាំសមរភូមិភាគខាងជើងកងទ័ពទី7ចៅហ្វាយស្រុកឈិនលីវចាងមៀវគ្រប់គ្រងទឹកដីឈិនលីវមានទ្រព្យសម្បត្តិហូរហៀឲ្យតម្លៃទឹកចិត្តបងប្អូនជាកម្លាំងស្នូលនៃកងទ័ពសម្ព័ន្ធខ្វានតុងកងទ័ពទី8ចៅហ្វាយស្រុកតុងជុនឈៀវម៉ៅក្លាហាននិងទៀងត្រង់ជាអ្នកចែកចាយសារប្រកាសសិទ្ធិប្រឆាំងតុងចមុនគេជាអ្នកផ្ដើមគំនិតសង្គ្រោះរាជវង្សកងទ័ពទី9ចៅហ្វាយស្រុកសានយ៉ាងយ៉នយីខ្សែស្រឡាយត្រកូលយ័នចំណេះដឹងជ្រៅជ្រះដឹកនាំទ័ពបានល្អការពីផ្នែកខាងស្ដាំនៃកងទ័ពសម្ព័ន្ធបានយ៉ាងរឹងមាំកងទ័ពទី10ចៅហ្វាយស្រុកជីប៉ៃប៉ៅស៊ីនមោះមុតក្លាហានគិតបានវែងឆ្ងាយលះបង់គ្រប់យ៉ាងដើម្បីប្រឆាំងតុងចជាអ្នកស្មោះត្រង់បំផុតក្នុងចំណោមកងទ័ពសម្ព័ន្ធកងទ័ពទី11ចៅហ្វាយស្រុកប៉េហៃខុងរងកូនចៅជំនាន់ក្រោយរបស់អ្នកប្រាជ្ញខុងជឿឈ្មោះបោះសម្លេងពេញនគរជាមន្ត្រីស៊ីវិលតែហ៊ានលើកទ័ពសង្គ្រោះជាតិគិតនាមរន្ទឺកងទ័ពទី12ចៅហ្វាយស្រុកខ្វាងលីងចាងឆាវក្លាហានអង្គអាចការពារទឹកដីខ្វាងលីងវិន័យកងទ័ពតឹងរឹងជួយការពារសមរភូមិភាគខាងត្បូងបានយ៉ាងល្អកងទ័ពទី13ចៅហ្វាយខេត្តស៊ីជើវថាវឈៀនចាស់ទុំនឹងណូស្រឡាញ់រាជការពារទឹកដីស៊ីជើវដ៏សម្បូរសប្បាយកងទ័ពខ្លាំងពូកែជាកម្លាំងស្នូលដ៏គួរឲ្យទុកចិត្តបំផុត